ចាសួស្តីបងប្អូនណាមកជួបគ្នាសារជាថ្មីទៀតហើយចាថ្ងៃនេះគឺខ្ញុំមកចែករំលែកបងប្អូនអំពីការសូត្រព្រះគាថាទទួលបានប្រសិទ្ធភាពបែបណាយើងចាំស្ដាប់ទាំងអស់គ្នាហើយមុននឹងចូលដល់ការដែលខ្ញុំចែករំលែកអំពីការសូត្រព្រះគាថាបទពិសោធន៍ទៅកាន់បងប្អូនសូមបងប្អូនជួយចុចជាមួយនឹង Subscribe YouTube របស់ខ្ញុំមួយទៅដើម្បីឲ្យបងប្អូនទទួលបាននៅចាការចែករំលែកពីវីដេអូរបស់ខ្ញុំទៅជារឿយៗជាប្រចាំផងដែរចានេះខ្ញុំថតវីដេអូនេះគឺម៉ោង7:10ហើយបងប្អូនណា7:10យប់ហើយដោយសារតែបែកបងប្អូនយូររវល់ប៉ុណ្ណាក៏ត្រូវតែឆ្លៀតដែរបងប្អូនចាទាំងយប់ទាំងតែម្ដងអញ្ចឹងមនុស្សយើងម្នាក់សុទ្ធតែមានភារកិច្ចរៀងៗខ្លួនណាបងប្អូនណាចាចឹងកុំភ្លេចណាជួយចុច Subscribe ផងដើម្បីឲ្យបងប្អូនដែលគាត់ថ្មីអត់ដែលស្គាល់អំពីអ្វីដែលនិយាយអំពីច្បាប់ស្រូបទាញក៏ដូចអំពីការសូត្រព្រះគាថានេះឲ្យគាត់បានរៀនសូត្រនិងយល់ទាំងអស់គ្នាចែករំលែកអ្វីដែលល្អទៅសង្គមសម្រាប់បងប្អូនដែលគាត់ធ្លាប់ប្រើច្បាប់ស្រូបទាញគាត់នឹងយល់ថាខ្ញុំនិយាយអំពីការសូត្រព្រះគាថាគាត់យល់តែចំពោះអ្នកដែលគាត់អត់ដឹងថាច្បាប់ស្រូបទាញជាអីហើយគាថាជាអីគាត់ច្បាស់ជាអត់យល់ថាខ្ញុំនិយាយពីអីទេចាអញ្ចឹងយើងកុំទៅស៊ីរៀសជាមួយអ្នកដែលកុំទៅយកចិត្តទុកដាក់កង្វល់ខ្លាំងជាមួយអ្នកដែលគាត់អត់ស្គាល់ណាអត់ដឹងណាអញ្ចឹងយើងចែករំលែកអ្វីដែលអ្នកដែលធ្លាប់ដឹងទៅហ្នឹងហើយអញ្ចឹងបើសិនជាគាត់ចង់ឆ្វេងយល់គាត់ច្បាស់ជាយល់បដានៅពេលគាត់បានរៀនសូត្រក៏ដូចជាការស្ដាប់អំពីការចែករំលែករបស់ការដែលច្បាប់ស្រូបទាញនេះដូចគ្នាណាបងប្អូនណាចាចឹងយើងត្រឡប់មកចូលប្រធានបទយើងមកខ្ញុំនិយាយអំពីការសូត្រព្រះគាថាលុយលៀនបងប្អូនដឹងទេព្រះគាថាលុយលៀនគឺមានអត្ថប្រយោជន៍សំខាន់ខ្លាំងណាស់បងប្អូនសម្រាប់យើងទាំងអស់គ្នាសំខាន់អ្វីសំខាន់ទី1នៅពេលយើងមាន stress នៅពេលយើងកង្វល់នៅពេលយើងស្មុគស្មាញនៅពេលយើងងងឹតនៅពេលយើងបិទភ្នែកទៅគឺអត់ឃើញអ្វីតតែសោះសម័យអីក៏មិនចាញ់ធ្វើអីមโนប្រូក្រាមស្អីក៏វាមិនចូលអញ្ចឹងគឺបងប្អូនអាចសាកល្បងធ្វើតាមវិធីដែលខ្ញុំធ្លាប់បានធ្វើនេះបានចាវាអត់មានអស់លុយអស់កាក់មាសប្រាក់អីទេបងប្អូនចាវាគ្រាន់តែអស់ថ្លៃសេវាអ៊ីនធឺណិតដែលបងប្អូនបើក 3G មើល YouTube ចាអស់តែអញ្ចឹងឯងតែបើថាឲ្យយកលុយទៅបង់នេះបង់នោះអត់មានទេយើងមើលអ្វីដែលជារឿងល្អសម្រាប់យើងជ្រើសរើសអ្វីដែលគេហៅថាក្លិនក្អូបមកដាក់នៅក្នុងខ្លួនចាដាក់នៅក្នុងខួរក្បាលរបស់យើងការសូត្រព្រះគាថានៅពេលយើងស្មុគស្មាញបងប្អូនអាចសូត្រព្រះគាថាលុយលៀននេះហើយមុននឹងសូត្របងប្អូនត្រូវអធិដ្ឋានចិត្តសិនថាបងប្អូនចង់បានអ្វីទី1បងប្អូនចង់ឲ្យខ្លួនឯងសូត្រទៅហើយឲ្យបងប្អូនធូរនៅក្នុងចិត្តនៅក្នុងកាយទី1បងប្អូនត្រូវសូត្របានចប់ទី2បងប្អូនចង់បានការលុបដាច់បងប្អូនត្រូវផ្ដោតលើការលុបដាច់អធិដ្ឋានចិត្តហើយសូត្រ9ចប់ឬក៏108ចប់ឬក៏30ចប់ឬក៏50ចប់ទៅតាមនៅអ្វីដែលបងប្អូនអធិដ្ឋានចិត្តទៅតាមនៅអ្វីដែលបងប្អូនគិតថាខ្លួនឯងអាចធ្វើបានចាទី3សូមឲ្យមុខរបរការងាររលូនសុខភាពបងប្អូនល្អនៅពេលបងប្អូនអធិដ្ឋានឲ្យច្បាស់អញ្ចឹងនៅពេលបងប្អូនដៅឲ្យចំអញ្ចឹងហើយបងប្អូនចាប់ផ្ដើមអនុវត្តទៅទី4បងប្អូនត្រូវតែច្បាស់លាស់ឲ្យបានជាដាច់ខាតនោះបងប្អូនទទួលបានប្រសិទ្ធភាពពិតមែនពីព្រះគាថាលុយលៀននេះឧទាហរណ៍ថាបងប្អូនស្មុគស្មាញខ្លាំងណាស់បងប្អូនអត់ចង់គិតអីអត់ចង់ធ្វើអីទាំងអស់បងប្អូនចង់បានតែអារម្មណ៍ល្អកាត់បន្ថយ stress អញ្ចឹងបងប្អូនត្រូវដោតពឹងឲ្យចំឋានចិត្តខ្ញុំឧទាហរណ៍ណាកូនសូមអធិដ្ឋានចិត្តសូត្រព្រះគាថាលុយលៀនហើយកូនសូមឲ្យអារម្មណ៍របស់កូនភាព stress របស់កូនឲ្យបានរសាយផងចុះជួយកាត់បន្ថយកូនផងចុះហើយបងប្អូនដៅបែបនេះច្បាស់លាស់បែបហ្នឹងតែមួយបែបហ្នឹងហើយបងប្អូនសូត្រ9ចប់ក្តី108ចប់ក្តីបងប្អូននឹងឃើញប្រសិទ្ធភាពយ៉ាងពិតប្រាកដជាមួយព្រះគាថាលុយលៀននេះពិតទេបងប្អូនណាមកជំនឿបេះដូងបងប្អូនដាក់ចូលទៅបងប្អូននឹងទទួលបានប្រសិទ្ធភាពហើយនឹងគុណភាពពិតមែនបើសិនជាបងប្អូន stress វិញបងប្អូនសូត្រត្រឹមតែ9ចប់តម្រាំទៅដល់108ចប់បងប្អូនចាប់ផ្ដើមកាត់បន្ថយបដាសូត្រអត់ទាន់ចប់ផងបងប្អូនចាប់ផ្ដើមកាត់បន្ថយ stress បដាចឹងខ្ញុំសរសើរបងមួយដែលគាត់អនុវត្តជាប់ខ្ញុំសរសើរហ្មងនៅក្នុងក្រុមរបស់ខ្ញុំគាត់ធ្វើរាល់ថ្ងៃទទួលបានប្រសិទ្ធភាពរាល់ថ្ងៃពិតមែនគាត់ភ្ញាក់ពីគេងម៉ោង5ដោយខ្ញុំបានចែករំលែកនៅក្នុងក្រុមគាត់និយាយប្រាប់ខ្ញុំគាត់ថាគាត់ភ្ញាក់ពីគេងម៉ោង5គាត់សមាធិ
10 នាទីឬក៏5 នាទីទៅតាមពេលវេលាដែលគាត់អាចទទួលយកបានបន្ទាប់មកគាត់សូត្រព្រះគាថាលុយលៀនបងប្អូនឃើញទេគាត់សូត្រព្រះគាថាលុយលៀនហើយគាត់ចែករំលែកពេលខ្លួនឯងឲ្យហាត់ប្រាណបានប្រមាណទៀតរឿងទាំងអស់នេះគឺសុទ្ធតែជារឿងល្អរឿងទាំងអស់នេះគឺសុទ្ធតែជារឿងស្រូបទាញបានផលពិតៗបានផលទី1សុខភាពបានផលទី2គឺអារម្មណ៍ក្តីសុខបានផលទី3មុខរបរការងាររបស់យើងគឺល្អខ្លាំងមែនទែនអញ្ចឹងបងប្អូនសាកកែប្រែការគិតសាកកែប្រែគំនិតផ្លាស់ប្ដូរនៅអវិជ្ជមានយកនៅវិជ្ជមានទៅបងប្អូនចាសាកមើលបងប្អូនសាកធ្វើមកដាក់គោលដៅខ្លួនឯងមើលមួយថ្ងៃអនុវត្តជាមួយនឹងការសូត្រនេះឲ្យបាន9ចប់ឬក៏មួយថ្ងៃតាមពេលវេលាបងប្អូនមានអាចធ្វើឲ្យខ្លួនឯងល្អប្រសើរដល់108ចប់ទៅចាចំពោះខ្ញុំគឺ108ចប់108ចប់ពីមុនខ្ញុំតែងតែទៀមទានេះទៀមទានោះតែឥឡូវអត់ទេសូត្រហើយគឺខ្ញុំប្រឡែងឲ្យចក្រវាលចាត់ចែងគ្រប់យ៉ាងទាំងអស់ខ្ញុំគិតតែពីធ្វើហើយខ្ញុំអត់កំណត់ខ្លួនឯងថាត្រូវតែចេះឲ្យខ្លួនឯងរងសម្ពាធទេតែខ្ញុំដាក់ម៉ោងខ្លួនឯងក្នុងការធ្វើអញ្ចឹងបងប្អូនក៏អាចដូចគ្នាឆ្លៀតទៅធ្វើទៅនេះគឺការមកចែករំលែកដ៏ល្អមួយទៅកាន់សង្គមដល់បងប្អូនរបស់ខ្ញុំទាំងអស់គ្នាដែលបានឃើញវីដេអូនេះហើយដោយក្តីស្រឡាញ់និងក្តីគោរពពីខ្ញុំមនុស្សយើងម្នាក់ប្រសិនបើចិត្តទូលាយប្រសិនបើចិត្តល្អដូចគ្នាអត់មានអ្នកណាឌីលអ្នកណាអត់មានអ្នកណាមើលងាយអ្នកណាទេបងប្អូនមែនអត់ប៉ុន្តែមិនងាយតែយើងត្រូវតែធ្វើខ្លួនឯងឲ្យងាយស្រួលបំផុតកុំឲ្យរងសម្ពាធដោយប្រការណាមួយដើម្បីឲ្យយើងរំដោះចេញអំពីបញ្ហាទាំងឡាយទាំងពួងនេះដូចជាទុក្ខសោកការគិតច្រើន stress ជុំវិញរឿងរ៉ាវដែលយើងមានទំនួលខុសត្រូវនេះតាមពិតអ្នកខ្លះទំនួលខុសត្រូវតិចតួចទេប៉ុន្តែប្រមូលផ្ដុំសំគុំឲ្យខ្លួនឯងកើតជារឿងរ៉ាវ stress តាមពិតបើគិតទៅអត់មានអ្វីជាធំដុំប្រមាណទេប៉ុន្តែទម្លាប់បងប្អូនដឹងទេទម្លាប់គិតអវិជ្ជមានណាដល់ពេលយូរទៅរឿងទូចតាទេប៉ុន្តែវាប្រមូលផ្ដុំទៅវាធ្វើឲ្យជាធំទៅធ្វើឲ្យຕົកជាទម្ងន់ຕົកបដ ாய் បងប្អូនចាអ្វីដែលខ្ញុំចែករំលែកសំដៅទៅលើផ្លូវចិត្តជាចម្បងចុះបើផ្លូវចិត្តបងប្អូនមិនប្រសើរបងប្អូនទៅគិតនេះគិតនោះចង់បាននេះចង់បាននោះហ្មងបើចិត្តនេះដោះអត់ចេញផងនៅពេលចិត្តបងប្អូនដោះចេញបងប្អូនស្គាល់ខ្លួនឯងច្បាស់អត់ងាយនឹងទៅតាមគេដែលពយុះយើងឲ្យធ្វើបែបនេះបែបនោះទាំងយើងអត់ស្គាល់ខ្លួនឯងហើយយើងខាតបង់ទេមែនអត់បងប្អូនអញ្ចឹងអ្វីដែលខ្ញុំនិយាយទៅនេះគោលបំណងគឺផ្លូវចិត្តបងប្អូនរឹងមាំបងប្អូនចេះស្គាល់ខ្លួនឯងដឹងពីសមត្ថភាពខ្លួនឯងនិងលទ្ធភាពខ្លួនឯងធ្វើអ្វីជាខ្លួនឯងអត់ចាំបាច់ទៅតាមគេអត់ចាំបាច់ខ្លាចគេរហូតដល់ថ្នាក់ធ្វើទៅបំពេញខ្លួនឯងណាខ្ញុំមានបទពិសោធន៍ណាខ្លាចចិត្តគេបែបនេះបែបនោះរហូតដល់ថ្នាក់បំពេញខ្លួនឯងណាទៅដាក់ទៅនេះដាក់ទៅនោះទីបំផុតថាខ្លួនឯងអត់ស្គាល់ខ្លួនឯងទេទីបំផុតអ្នកណាគឺជាអ្នកទទួលខុសត្រូវខ្លួនយើងទទួលខុសត្រូវគ្រប់យ៉ាងពេលខ្លះយើងអត់បានធ្វើតែយើងទទួលខុសត្រូវសពគ្រប់បែបយ៉ាងនេះហើយគឺជាបញ្ហាជីវិតនេះហើយគឺបញ្ហាជីវិតដែលយើងត្រូវតែជួបដែលយើងត្រូវតែដោះស្រាយជីវិតមួយនេះកើតមកល្អបើសិនជាអត់មានជីវិតមួយនេះអត់មានបញ្ហាគឺយើងអត់រឹងមាំគឺយើងអត់ស្គាល់ខ្លួនឯងទេត្រូវតែរកខ្លួនឯងឲ្យឃើញព្យាយាមសូត្រគាថាបដៅខ្លួនឯងឲ្យបានរាល់ថ្ងៃដាស់តឿនខ្លួនឯងឲ្យបានរាល់ថ្ងៃណានិយាយមួយខ្លួនឯងរាល់ថ្ងៃការដឹងបុណ្យគុណត្រូវតែនិយាយប្រចាំថ្ងៃមិនថាក្រោកពីព្រលឹមមិនថារៀបចូលគេងមិនថាធ្វើអីការដឹងគុណក៏ត្រូវតែនិយាយឲ្យជាប់ជានិច្ចខ្ញុំចែកបទពិសោធន៍ទៅកាន់បងប្អូននៅពេលធម្មតាមនុស្សយើងកិលេសនៅមានតែយើងអត់បានលះអស់ទេអញ្ចឹងយើងមានទំនួលខុសត្រូវជាច្រើនទៀតយើងចង់ធ្វើនេះធ្វើនោះយើងចង់ជួយអ្នកនេះជួយអ្នកនោះគឺយើងមាន
ហើយសួរថាយើងលូនទាំងអស់គ្រប់យ៉ាងឯងអត់មានអ្វីដែលលូនទាំងអស់គ្រប់យ៉ាងអត់មានអ្វីដែលល្អភើពេកទាំងអស់គ្រប់យ៉ាងទេបងប្អូនជួនកាលយើងកំពុងតែរលូនយើងកំពុងតែសប្បាយយើងកំពុងតែមានក្តីសុខយើងកំពុងតែស្ងៀមស្ងាត់យើងកំពុងជាមួយសប្បាយនឹងអ្វីដែលយើងធ្វើឲ្យទទួលបានផលយើងអនុវត្តឲ្យយើងទទួលបានផលច្បាប់ស្រូបទាញណាយើងអនុវត្តជាមួយច្បាប់ស្រូបទាញឲ្យយើងបានផលសមិទ្ធផលរបស់យើងមានស្រាប់តែបទពិសោធន៍មកក្ដុំចក្រវាលមកដកពិសោធន៍ទៀតហើយកុំចុះចាញ់ជាមួយបទពិសោធន៍គ្រាន់តែព្រមប្រឡែងគ្រប់យ៉ាងទាំងអស់នៅពេលយើងព្រមប្រឡែងគ្រប់យ៉ាងយើងនឹងស្រាលហើយធម្មតាទេបងប្អូនខ្ញុំឧទាហរណ៍ខ្ញុំហាត់ប្រាណនេះ3គីឡូអញ្ចឹងសួរថាយើងកាន់មួយផ្លែតអត់អីទេបងប្អូនតដល់ពេលយើងកាន់យូរយើងច្បាស់ជាធ្ងន់ទៅយ៉ាងណាមិញដូចជាខ្លួនយើងផ្ទាល់ប្រសិនបើយើងមានភាពស្មុគស្មាញអបសុកតបប្រមល់អបសុកវាជារឿងស្រាលទេណាបងប្អូនតែរឿងតបប្រមល់រឿងស្មុគស្មាញកាត់ stress មានទំនួលខុសត្រូវច្រើននេះអានឹងគឺច្បាស់ណាស់បងប្អូនថាវាពិតជាពិបាកអានេះនិយាយតាមភាពជាក់ស្ដែងភាសារបស់មនុស្សកុំយកច្បាប់ស្រូបទាញមកលាយឡំយើងចែកឲ្យដាច់ពីគ្នាមួយវគ្គបានស្រួលស្ដាប់ណាបងប្អូនណានៅពេលយើងអត់ប្រឡែងយើងច្បាស់ជាស្មុកច្រើនទៅទុកច្រើនទៅប្រមូលផ្ដុំគ្នាមកបងប្អូនអានឹងប្រៀបដូចជាខោអាវយើងស្លៀកហើយយើងអត់បោកចឹងណាក្អែលវាប្រឡាក់ច្រើនទៅអត់បោកទេដោះហើយបោះព្រុសយកអាថ្មីមកស្លៀកពាក់អញ្ចឹងទៅហ្នឹងហើយក៏អត់បោកទៀតណាដោះអានេះទៅដូរទៅស្លៀកអានោះថ្មីទៀតអាធំក៏ធំអាក្អែលក៏កាន់អាដីក៏នៅនឹងអត់ជ្រះទេអញ្ចឹងវាប្រមូលផ្ដុំពីមួយថ្ងៃទៅមួយថ្ងៃពីមួយថ្ងៃទៅមួយថ្ងៃវាច្រើនក្អែលវាច្រើនអញ្ចឹងការប្រើសាប៊ូក៏វាចុះទៅតាមនឹងដែរអញ្ចឹងយ៉ាងណាមិញចិត្តយើងដូចគ្នាប្រសិនបើយើងមានទុកកង្វល់ប្រសិនបើយើងមានទុកព្រួយគឺយើងត្រូវតែរៀនលះវាចាប់ឲ្យតាន់ច្បាប់ស្រូបទាញតាន់សម័យគ្រប់សម័យកាលទាំងអស់ហើយល្អណាស់ដូចជាយើងរៀនព្រះធម៌អញ្ចឹងណាព្រះធម៌អប់រំចិត្តរៀនអំពីអភិធម្មអីហ្នឹងគឺសុទ្ធតែជារឿងដែលយើងត្រូវរៀនហើយធ្វើជាមួយនឹងមុខរបរយើងប្រចាំថ្ងៃហ្នឹងឯងអត់ខុសគ្នាពីច្បាប់ស្រូបទាញប៉ុន្មានទេបងប្អូនតើណាចាអញ្ចឹងរាល់បញ្ហាចិត្តទាំងអស់គឺត្រូវគ្រប់គ្រងខ្លួនឯងឲ្យបានបើមិនបើយើងគ្រប់គ្រងខ្លួនឯងអត់បានទេទាញយើងពី1ម៉ោងទៅ1ម៉ោងរហូតដល់1ថ្ងៃពី1ថ្ងៃទៅ1ថ្ងៃរហូតដល់1អាទិត្យពី1អាទិត្យទៅ1អាទិត្យរហូតដល់1ខែពី1ខែដល់ទៅឆ្នាំអស់សង្ឃឹមលែងចង់ធ្វើអ្វីលែងចង់បានអីកើត depression កើតអាចជំងឺ depression នឹងបណ្ដោយពីព្រោះយើងប្រមូលតែសម្រាមដែលអត់ល្អយកមកទុកនៅក្នុងខ្លួនយើងអត់ដែលបោះចោលអ្វីដែលមិនល្អផងហ្នឹងដល់ពេលយើងប្រមូលទុកតែអារបស់ដែលស្អុយអាក្អូបវាមកនៅមិនកើតវាអត់ចូលគ្នាទេបងប្អូនតើនេះសម្រាមនៅកន្លែងដាក់សម្រាមចាហើយយើងនៅកន្លែងយើងដែលល្អដែលមានក្លិនល្អសម្រាមនៅកន្លែងសម្រាមយើងនៅកន្លែងយើងអញ្ចឹងបើសិនបើយើងយកសម្រាមមកលាយជាមួយនឹងខ្លួនយើងមកនៅជាមួយនឹងយើងគឺវាប្រឡូកពុកបាក់ពេញនឹងឯងបែងចែកអត់ដាច់បែងចែកអត់ច្បាស់លាស់អញ្ចឹងថ្ងៃនេះខ្ញុំចែកចម្លែកបងប្អូនអំពីបញ្ហាផ្លូវចិត្តក៏ដូចជាអំពីការទុកសោកដោះលែងខ្លួនឯងក៏ដូចអំពីការដែលបងប្អូនត្រូវសូត្រព្រះគិថាលុយលៀនដើម្បីឲ្យស្រាយទុកកង្វល់បងប្អូនអ្នកដែលអនុវត្តជាប់ខ្ញុំសរសើរគាត់ខ្លាំងណាស់អនុវត្តពេលរៀបចូលគេងហើយភ្ញាក់ឡើងគាត់អនុវត្តទៀតគឺខ្ញុំសរសើរគាត់ណាស់ដោយសារអីចំណុចនេះគឺខ្ញុំបានចែកចម្លែកនៅក្នុងក្រុមនៅក្នុងក្រុមរបស់ខ្ញុំមានអ្នកធ្វើបានខ្ញុំសរសើរគាត់អស់ពីចិត្តយើងមិនបាច់គិតថាបែបនេះបែបនោះទេយើងជឿឲ្យអស់ពីចិត្តជំនឿនេះហើយគឺជារឿងដែលល្អបំផុតសម្រាប់យើងគ្រប់គ្នាមិនថាបងប្អូនគឺខ្ញុំទេតែជឿលើអ្វីដែលត្រឹមត្រូវណាបងប្អូនជឿអ្វីដែលឲ្យជីវិតរបស់យើងបានល្អប្រសើរកុំជឿអ្វីដែលយើងធ្លាប់ខាតបង់ហើយយើងនៅតែធ្វើវាដដែលអាហ្នឹងគឺយើងចិញ្ចឹមខ្លួនឯងអត់បានទេកន្លែងនេះខ្ញុំក៏ធ្លាប់ដើរដែរ
ជឿហើយធ្វើឲ្យខ្លួនឯងពិបាកជឿហើយធ្វើឲ្យខ្លួនឯងខាតជឿហើយធ្វើឲ្យខ្លួនឯងចាប់គេចាព្រោះជឿដែលអត់ស្គាល់អំពីខ្លួនឯងច្បាស់ជឿដោយគេហៅថាងប់ងល់ឃើញគេបានចង់បានដូចគេអត់ទេអត់អាចទេអញ្ចឹងត្រូវជឿអ្វីនៅលើខ្លួនឯងដែលមានសមត្ថភាពជឿអ្វីទៅលើខ្លួនឯងដែលមានលទ្ធភាពកុំទៅសេវាពីនេះសេវាពីនោះឲ្យវាន់កបន្ទាប់មកយើងត្រឡប់មកចូលដល់ចំណុចដែលយើងត្រូវសូត្រគាថាវិញនៅពេលបងប្អូនស្មុគស្មាញបងប្អូនត្រូវសូត្រមួយថ្ងៃធ្វើម៉េចពីរបីម៉ាត់ក៏បានដែរបងប្អូនអានេះនិយាយមែនបើអត់បានចប់9ចប់ពីរបីម៉ាត់ក៏បានដែរតែបើសិនជាបងប្អូនមុតតាំងចិត្តថាមួយថ្ងៃត្រូវតែបាន100ចប់ពិតជាល្អ108ចប់ពីមុនគឺខ្ញុំមិនមែនពីមុនប្រហែលទេតែប្រហែលខែមុនហ្នឹងគឺខ្ញុំមាន plan ខ្លួនឯងច្បាស់លាស់ជាមួយនឹងការសូត្រព្រលឹមឡើងគឺ108ចប់ព្រលឹមឡើង108ចប់ព្រលឹមឡើង108ចប់ថារាល់ថ្ងៃបងប្អូនហើយលក់ដាច់ណាស់ហើយសុខភាពល្អហើយអារម្មណ៍ល្អណាស់បន្ទាប់មកមានបទពិសោធន៍ចាអ្នកផ្ទះចេះមួយចុះមួយចេះមួយចុះមួយទៅធ្វើឲ្យយើងអារម្មណ៍នេះអត់បាននៅនឹងណូទេធម្មតាតែគ្រួសារយើងមានគេហៅថាដូចជំងឺឈឺស្កាត់អីហើយគឺយើងអត់ស្រួលក្នុងចិត្តហ្មងទេអញ្ចឹងណាបងប្អូនណាចាអញ្ចឹងយើងត្រូវឆ្វេងឆ្វាយយើងត្រូវធ្វើនេះធ្វើនោះយើងត្រូវចាត់ចែងគិតនេះគិតនោះភ្លេចអស់ហើយព្រះគេថាលុយលៀនអត់ដឹងទៅនៅកន្លែងណាឯងការដឹងគុណក៏អត់ដែរមានការអរគុណក៏អត់ដែរមានមិនមែនតែខ្ញុំទេខ្ញុំជឿថាមានបងប្អូនជាច្រើននឹងអញ្ចឹងការពិតណាបងប្អូនសំខាន់ណាអញ្ចឹងក្រោយពីយើងចាប់ផ្ដើមលំបាកក្រោយពីយើងចាប់ផ្ដើមថាយីរកអានេះទៅដាក់អានោះរកអានោះទៅដាក់អានេះរកអានេះទៅដាក់អានោះផាត់ផាយវាមិនអីមិនគ្រប់ទៀតខ្វះទៀតក៏យើងចាប់ផ្ដើមមកសិញ្ជឹងគិតត្រូវតែរកពេលដកឃ្លាមួយណាមកអនុវត្តច្បាប់មួយនេះសារឡើងវិញអ្វីដែលយើងអាចធ្វើបានធ្វើទៅអ្វីដែលយើងអាចរៀនបានយើងរៀនអ្វីដែលយើងអនុវត្តបានយើងអនុវត្តសារជាថ្មីបងប្អូនតើណាមួយថ្ងៃបើសិនជាបងប្អូនទឹកប្រមល់ស្មុគស្មាញខ្លាំងសូត្រធ្វើម៉េចឲ្យបាន3 4 5ចប់ទៅហើយមុននឹងសូត្របងប្អូនអធិដ្ឋានចិត្តដូចខ្ញុំនិយាយខាងដើមវីដេអូអញ្ចឹងណាអធិដ្ឋានចិត្តសិនថាបងប្អូនសូត្រដើម្បីអីឧទាហរណ៍បងប្អូនស្មុគស្មាញកូនសូត្រប្រគេថាលុយលៀននេះហើយអធិដ្ឋានចិត្តណាខ្ញុំប្រាប់កូនសូត្រគឺគេថាលុយលៀននឹងហើយសូមឲ្យក្នុងអារម្មណ៍ក្នុងចិត្តរបស់កូនបានស្រាយអស់រាល់ទុក្ខកង្វល់ភាពស្មុគស្មាញទាំងប្រមាណសូមឲ្យជួយស្រាយឲ្យកូនបានធូរផងចុះកូនសូមសូត្រប្រគេថាលុយលៀនប៉ុណ្ណេះយើងចង់សូត្រប្រមាណចង់សូត្រ30ចប់ចង់សូត្រ11ចប់ចង់សូត្រ9ចប់ឬក៏ចង់សូត្រ50ចប់ឬក៏ចង់សូត្រ100ចប់អញ្ចឹងយើងអធិដ្ឋានចិត្តឲ្យយើងនិយាយឲ្យយើងចាប់ផ្ដើមអនុវត្តយើងនឹងបានធូរស្រាលភ្លាមខ្ញុំមាននិយាយចឹងមកបើសិនជាចិត្តរបស់បងប្អូនទៅជាមួយនឹងទង្វើបងប្អូនទៅទាំងព្រមស្មើគ្នាគេថាឲ្យស្មើគ្នាបងប្អូនអត់មានបោកអត់មានដកលឿនណាស់បងប្អូនចាហើយម្យ៉ាងទៀតខ្ញុំប្រាប់ម្យ៉ាងទៀតនេះបងប្អូនអាចបើកស្ដាប់នេះភ្លេងដែលខ្ញុំបើកនេះក៏អារម្មណ៍បងប្អូនរសាយដែរខ្ញុំបើកមួយថ្ងៃបងប្អូនល្ងាចភ្លេងនេះខ្ញុំដាក់ឲ្យបងប្អូនស្ដាប់នៅក្នុង YouTube របស់ខ្ញុំមានបងប្អូនចូលទៅស្ដាប់តែនៅពេលបងប្អូនស្មុគស្មាញគិតអីលេងចេញបើកចោលហើយស្ដាប់ទៅបើកចោលទៅទល់ភ្លឺក៏បានមួយថ្ងៃបងល្ងាចក៏បានបងប្អូននឹងស្រាយអារម្មណ៍ព្រោះភ្លេងនេះគឺកាត់បន្ថយ stress ស្ដាប់ហើយអត់មានតានតឹងទេណាស្ដាប់ហើយអត់មានស្មុគស្មាញស្ដាប់ហើយអត់មានធ្វើឲ្យយើងមានទុក្ខកង្វល់ស្ដាប់ហើយមានអារម្មណ៍ថាអត់កំសត់ទេស្ដាប់ហើយមានអារម្មណ៍ថារៀលមកបាត់ stress ចេញមកកុំភ្លេចណាបងប្អូនកុំបោះបង់ការដឹងគុណឲ្យសោះរៀបគេងត្រូវនិយាយក្រោកពីគេងត្រូវនិយាយធ្វើអ្វីគ្រប់យ៉ាងត្រូវដាស់តឿនខ្លួនឯងអរគុណបែបនេះអរគុណបែបនោះអរគុណគ្រប់យ៉ាងទាំងអស់កុំបោះបង់ចាប់ផ្ដើមធ្វើមកវិញនឹងទទួលបានសមិទ្ធផលមកវិញហើយសពតែជាបទពិសោធន៍អាចពិសោធន៍បានខ្លួនឯងគ្រប់គ្នានៅពេលអារម្មណ៍ល្អ
នៅពេលចាប់ផ្ដើមអនុវត្តការដឹងគុណគ្រប់ជ្រុងជ្រោយនៃជីវិតឃើញលទ្ធផលភ្លាមបើសិនយើងមនុស្សល្អបើសិនជាយើងសាងតែអំពើល្អនឹករលឹកបន់គុណភ្លាមចាប់ផ្ដើមមានក្តីសុខចាប់ផ្ដើមក្តុកក្តួលចាប់ផ្ដើមទទួលបានសមិទ្ធផលភ្លាមតែបើសិនជាអ្នកដែលធ្វើមិនល្អសំទោសណាបើសិនជាខ្ញុំនិយាយប៉ះពាល់បើអ្នកដែលធ្វើមិនល្អកេងប្រវាញ់ដោយប្រការណាមួយផ្សេងនិយាយរួមទៅគំនិតយើងនិយាយតែមួយម៉ាត់ទេគំនិតអត់ល្អតែយើងមានគំនិតអត់ល្អយើងប្រើច្បាប់ស្រុកទៀតអត់សូវបានផលទេខ្ញុំនិយាយមែនហើយក៏មិនបាច់ប្រៀបបដូចថាចុះអ្នកដែលល្អនោះមិនគុំឃើញឲ្យបានដូចគេទៅលទ្ធភាពជួនកាលសមត្ថភាពមានតែលទ្ធភាពអត់មានក៏វាពិបាកដើរទៅមុខដែរបងប្អូនតើទេតែយើងដឹងខ្លួនឯងថាយើងធ្វើបានថាយើងទទួលបានសមិទ្ធផលពិតមែនយើងអនុវត្តទៅយើងបានផលពិតមែនយើងដឹងហើយយើងដឹងខ្លួនឯងថាជាមនុស្សបែបណាទៀតណាបងប្អូនណាអញ្ចឹងมันប្រកាសថាមនុស្សដែលមានសមត្ថភាពហើយអាចនឹងខ្វះអ្វីគ្រប់យ៉ាងទេអត់ទេតែមានសមត្ថភាពហើយទោះបីលទ្ធភាពតិចតួចក៏យើងនៅតែមានកម្លាំងនិងក្តីសង្ឃឹមដើម្បីបន្តដំណើរទៅមុខទៀតដែរព្រោះជំនឿបងប្អូនណាចាអញ្ចឹងคลิปនេះគឺមានតែប៉ុណ្ណឹងហើយខ្ញុំក៏ជូនពរបងប្អូនឲ្យប្រើច្បាប់ស្រូបទាញឲ្យទទួលបានសមិទ្ធផលមកវិញឲ្យទទួលបាននៅផ្លូវចិត្តរឹងមាំហើយក៏ឲ្យលក់ដាច់បែបខ្លាំងឡើងទៅតាមឆ្នាំផងដែរកុំនិយាយពីអតីតបងប្អូននិយាយពីបច្ចុប្បន្ននិងអនាគតបែបណាបច្ចុប្បន្នបែបនោះដូច្នេះចង់ប្រាប់បងប្អូនថា I love you បងប្អូនខ្លាំងស្រឡាញ់បងប្អូនខ្លាំងដែលបានមើលវីដេអូនេះណាហើយក៏ជូនពរពុកម៉ែបងប្អូនដែលបានឃើញវីដេអូនេះហើយសូមឲ្យទទួលបាននៅភាពរីកចម្រើនក្តីសុខក្តីចម្រើនចូលមកក្នុងក្រុមគ្រួសារសូមឲ្យសុខភាពល្អមុខរបរជោគជ័យទាំងអស់គ្នាសាធុបាយបាយជួបគ្នានៅវីដេអូក្រោយបន្តទៀត